សួស្តីអ្នកនរនេះគឺជាវីដេអូថ្មីដែលខ្ញុំធ្វើដំណើរទៅអរ៉ៃនៃខេត្តកោះកុងហើយនេះគឺជាទស្សនវិជ្ជាខ្លះៗនៅតាមផ្លូវដែលមើលទៅគឺឃើញស្អាតបងកន្លែងនេះគឺជាកន្លែងដែលខ្ញុំឈប់ដើម្បីសម្រាកបាយមួយសន្ទុះហើយយើងបន្តដំណើរទៅមុខទៀតបន្ទាប់ពីយើងជិះបានរៀងឆ្ងាយឥឡូវយើងបានមកដល់ទីតាំងនេះមួយទេអ្នកនរនេះគឺជាកន្លែងដែលយើងចាំឡានសូមបញ្ជាក់អ្នកនរគ្នាបើសិនជាអ្នកនរគ្នាត្រូវទៅដល់អរ៉ៃហ្នឹងគឺយើងត្រូវជួលឡានមួយបើសិនជាយើងមានគ្នាច្រើនគឺអស់លុយតិចដោយសារយើងត្រូវចំណាយម្នាក់តិចចឹងណាហើយនេះគឺនៅតាមផ្លូវដែលយើងត្រូវទៅអរ៉ៃហ្នឹងអ្នកនរគ្នានៅតំបន់ហ្នឹងគឺជាតំបន់ដែលដាច់ស្រយាលចឹងដែរចឹងសម្រាប់អ្នកដែលគាត់ចូលចិត្តដើរបែបស្ងប់ស្ងាត់គឺមកទីតាំងហ្នឹងគឺត្រូវហើយសម្រាប់ដងនេះមួយគឺសបោហ្មងអ្នកនរគ្នាសម្រាប់ខេត្តកោះកុងមិនថាតំបន់សមុទ្រឬក៏តំបន់ភ្នំឯងជាពិសេសតំបន់នេះបើសិនជាអ្នកនរគ្នាមកខែវស្សាគឺត្រូវហ្មងអ្នកនរគ្នាគឺដោយសាររុក្ខជាតិទាំងអស់ហ្នឹងគឺពណ៌បៃតងចឹងឥឡូវនេះយើងមកដល់រង្វង់មូលថ្មបាំងនៃខេត្តកោះកុងឯងបន្ទាប់ពីយើងជិះបានយូរម៉ោងដែរឥឡូវយើងបានមកដល់ទីតាំងហើយពេលមកដល់ភ្លាមគឺដើមឈើហើយនឹងស្មៅគឺពណ៌បៃតងហ្មងអ្នកនរគ្នាជាទូទៅគឺអ្នកនៅនេះគឺគាត់អាចបោះតង់បោះអីនៅនឹងបានចឹងណាហើយសម្រាប់អ្នកដែលគាត់អត់ចង់ស្នាក់នៅក្នុងតង់អាចស្នាក់នៅក្នុងឡាននេះបានសម្រាប់ឡានហ្នឹងជាឡានចាស់ៗដែលគេច្នៃធ្វើជាបន្ទប់ចឹងហើយតើតើមួយតម្លៃឡានហើយនឹងតម្លៃតង់ខ្ញុំដូចជាភ្លេចតម្លៃដែរដោយសារខ្ញុំទៅរៀងយូរដែរអ្នកនរគ្នាដោយសារខ្ញុំមកដល់រៀងឆេះម៉ោងដែរចឹងខ្ញុំមកដល់រៀងរសៀលដែរអ្នកនរគ្នាចឹងខ្ញុំដើរមើលនេះមើលនោះដើម្បីដឹងថាស្អែកយើងគួរទៅណាចឹងនៅក្នុងមួយថ្ងៃដំបូងហ្នឹងខ្ញុំគ្រាន់តែដើរមើលទីតាំងដែលនៅគៀកៗហ្នឹងដោយសារពេលដែលខ្ញុំមកនេះគឺមិនមែនជាចុងសប្តាហ៍អ្នកនរគ្នាគឺថ្ងៃដែលគេធ្វើការចឹងណាចឹងដូច view នៃអ្នកនរគ្នាឃើញហ្នឹងគឺនៅហ្នឹងគឺមានហាងកាហ្វេមួយនៅនេះមានប្លង់ស្អាតៗច្រើនណាស់អ្នកនរគ្នាគឺសម្រាប់អ្នកដែលគាត់ចូលចិត្តថតរូបថតអីចឹងគឺអាចថតបានហើយអ្នកនរគ្នានៅក្នុងវីដេអូនេះគឺខ្ញុំទៅកាលពីមួយឆ្នាំមុនហើយឥឡូវមានអីអាប់ដេតគឺខ្ញុំក៏អត់ច្បាស់ដូចគ្នាអីដែលខ្ញុំគិតថាមានអីអាប់ដេតនោះគឺផ្លូវចូលគឺអាចនឹងស្អាតជាងមុនអីចឹងណាដោយសារនៅក្នុងកំឡុងពេលដែលខ្ញុំទៅហ្នឹងគឺផ្លូវគេកំពុងតែសាងសង់អ្នកនរគ្នាចឹងពេលដែលខ្ញុំដើរមកដល់ខាងចុងនេះគឺមាន view ដែលអាចយើងអង្គុយមើលថ្មមើលអីចឹងណាជាពិសេសមានកន្លែងបាញ់ព្រួញទៀតអ្នកនរគ្នាហើយសម្រាប់កន្លែងនេះវិញគឺជាកន្លែងផែស្ទូចត្រីគេចឹងណាអ្នកនរគ្នាប៉ុន្តែពេលដែលខ្ញុំដើរចុះទៅក្រោមទៅគឺឃើញសត្វតកាយៈនៅពេញហ្នឹងហើយគេមានកន្លែងលយមួយដែលយើងអាចអង្គុយស្ទូចត្រីនៅហ្នឹងបានជាពិសេសយើងដើរចុះក្រោមមកមានឃើញ view ជើងភ្នំជើងអីពេញហ្នឹងចឹងណាហ្នឹងហើយអ្នកនរគ្នាបន្ទាប់ពីយើងមើល view មើលអីហើយឥឡូវយើងតទៅមុខទៀតថាទៅមុខមានអីទៀតដូចផ្លូវដែលខ្ញុំដើរហ្នឹងគឺនៅខាងស្ដាំដៃគឺជាកន្លែងមាត់ទឹកចឹងណាអ្នកនរគ្នាហើយបើខាងឆ្វេងដៃគឺជាចកាត្រេនហើយដើរតាមផ្លូវគឺលឺសលេងទឹកចឹងពួកខ្ញុំក៏ចេះតែបន្តដំណើរទៅគីឡូទៅដល់ទីតាំងទឹកហូរទឹកអីចឹងណាចឹងថ្ងៃដំបូងគឺខ្ញុំដើរមើលទេសភាពមើលអីចឹងមើលទីតាំងដែរហើយឆ្កែនេះគឺវានាំផ្លូវពួកខ្ញុំទៅហ្មងអ្នកនរគ្នាហើយបរិយាកាសពេលល្ងាចចឹងគឺត្រជាក់ហ្មងអ្នកនរគ្នាគឺត្រជាក់ល្អហើយយើងដើរទៅអមជាមួយនឹងសលេងសត្វរៃសត្វអីចឹងណាចឹងវា fresh មួយយ៉ាងដែរកាត់បន្ថយ stress បានច្រើនពេលដែលដើរបែបហាក់ជាខ្ទង់ជាង10នាទីនេះគឺខ្ញុំបានមកដល់ទីតាំងនេះគឺមានទឹកហូរទីតាំងនេះខ្ញុំមកដល់ភ្លាមខ្ញុំមើលទៅវាស្តៀងនៅថ្មរូងអ្នកនរគ្នាគឺមានថ្មបន្ទប់ចឹងឲ្យទឹកហូរតិចហ្នឹងហើយអ្នកនរគ្នាបន្ទាប់ពីយើងដើរលេងហើយឥឡូវយើងកំងមកហូបដើម្បីញ៉ាំអាហារពេលល្ងាចចូលដល់ថ្ងៃទី2នេះអ្នកគ្នាឥឡូវយើងញ៉ាំអាហារពេលព្រឹកសិនបានអាម៉ែវនេះមួយវាបានមកលេងមួយពួកខ្ញុំដែរចឹងថ្ងៃនេះគឺពួកខ្ញុំមាន plan 3គឺទី1អុំកាយៈទី2គឺជីខ្សែរ៉កនិងទី3គឺជិះម៉ូតូកង់4តាមពិតជាទូទៅទីតាំងនៅហ្នឹងបើសិនជាអ្នកទាំងអស់គ្នាមកចំពេលល្អគឺវាមានផ្សែងហ្មងអ្នកទាំងអស់គ្នាដូចអ្នកទាំងអស់គ្នាអុំទុកលើពពកចឹងតែដោយសារខ្ញុំមកដូចជាមានអារម្មណ៍ថាខុសពេលប៉ុន្តែអត់អីអ្នកនរគ្នាដោយសារអាកាសធាតុពេលព្រឹកចឹងវាត្រជាក់ចឹងហើយយើងមើលឃើញទេសភាពបៃតងចឹងគឺវាស្រស់ថ្លាមួយយ៉ាងដែរឥឡូវនេះអុំមកដល់ទីតាំងនេះទុកនៅនឹងសិនហើយយើងដើរមកមើលនេះតាមពិតកន្លែងហូរទឹកខ្លាំងគឺនៅខាងចុងនេះអ្នកនរគ្នាតោះតែការអុំកាយៈយើងគឺមានតែប៉ុណ្ណឹងឥឡូវយើងដល់វគ្គខ្សែរ៉កម្ដងជាងសម្រាប់ការជិះខ្សែរ៉កនេះគឺជាបទពិសោធន៍ទី1របស់ខ្ញុំដែរប៉ុន្តែអ្នកទាំងអស់គ្នាឃើញចឹងណាគឺគេរុំឡើងពេញមួយខ្លួនយើងទាំងជើងទាំងដៃទាំងអស់ហ្មងសូម្បីតែកន្លែងមួកក៏គេសរៃឲ្យយើងដែរអ្នកទាំងអស់គ្នាតោះឥឡូវយើងចាប់ផ្ដើមជិះទាំងអស់គ្នា
បន្ទាប់ពីយើងជិះខ្សែរ៉ុកហើយយើងចាប់ផ្ដើមជិះម៉ូតូកង់4ម្ដងហើយនេះក៏ជាបទពិសោធន៍ទី1របស់ខ្ញុំដែរហើយមុននឹងយើងទៅជិះទៅផ្ទាល់គឺគេមានកន្លែងមួយដែលគេឲ្យយើងហាត់សមអ្នកនរគ្នាហាត់សមដើម្បីជិះហើយទីតាំងហ្នឹងគឺវាលធំល្មមដែលយើងអាចបត់បែនទៅវិញទៅមកឲ្យសមដៃហើយបើយើងចាប់ផ្ដើមជិះអនុវត្តផ្ទាល់នៅក្នុងព្រៃនឹងហ្មងអ្នកនរគ្នាហើយនេះគឺជាសកម្មភាពដែលខ្ញុំកំពុងហាត់សមអ្នកនរគ្នាហើយដំបូងគឺខ្ញុំហ៊ានសកត់កន្លែងហ្គាវារៀងខ្លាំងអ្នកនរគ្នាដោយសារវាយើងអត់សូវដឹងដែរហើយប្រភេទម៉ូតូកង់4នេះគឺវាធ្ងន់អ្នកនរគ្នាយើងអត់ភ័យរឿងថាយើងខ្លាចកន្លាប់ខ្លាចអីទេហើយពេលដែលយើងជិះទៅគឺមានបងប្រុសម្នាក់ដែលគាត់ជួយចាំមើលយើងរហូតចឹងណាអ្នកនរគ្នាហើយគាត់ក៏ជាអ្នកនាំផ្លូវដែលទៅទីតាំងនឹងដែរហើយឥឡូវនេះយើងកំពុងជិះចេញទៅហើយគឺយើងជិះចូលព្រៃខ្លះចូលព្រៃត្រែងខ្លះហើយនឹងទៅមើលធម្មជាតិបបៃតងនៅនឹងច្រើនអ្នកនរគ្នាជាស្ដែងនៅអរ៉ែងគឺមានកន្លែងដើរលេងច្រើនអ្នកនរគ្នាតែដោយសារពេលវេលាខ្ញុំរៀងខើចហើយខ្ញុំសុំច្បាប់គេបានតិចថ្ងៃអញ្ចឹងទៅពួកយើងសម្រាប់នៅតែមួយយប់ឯងហើយយើងដើររៀងស្លន់តិចចឹងទៅយើងដើរអត់សូវបានច្រើនបើអាចអ្នកនរគ្នាមានពេល3ទៅ4ថ្ងៃគឺល្មមមកដើរអស់ទីតាំងចឹងចឹងសម្រាប់វីដេអូខ្ញុំគឺមានតែប៉ុណ្ណឹងអរគុណអ្នកនរគ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់